ថ្ងៃនេះទៅផ្សារទិញបានត្រីដែងស្រែបងប្អូនអើយល្អណាស់ពងឲ្យពេញពោះក៏ផ្លេសហ្មងហើយយកមកពងវាឲ្យឡើងស្រួយមកចាឲ្យត្រីដែងស្រែមែនបងប្អូនងាយទិញបានណាត្រីតំស្គាល់ម៉ួយស្គាល់អីណាស្គាល់គាត់ទៅទិញបានត្រីប្រាប់គាត់ថាស្អែកខ្ញុំអីទៅផ្សារចឹងមីងទុកត្រីដែងឲ្យខ្ញុំ4-5ផងចាទៅមិនតាន់គេហ្នឹងមិនស្រួលមានម៉ួយសឡកោគេមកយកអស់ចឹងយើងអត់លិតចាអញ្ចឹងទិញបានត្រីបានដូចជា5ត្រីដែងស្រែហ្នឹងចាហើយត្រីទីលាប់យ៉ានោះមួយហើយមកបុកទឹកត្រីសាមញ្ញហ្នឹងបងប្អូនវាសរៀងកាត់ទឹកត្រីកោះកងទីកាត់ទឹកត្រីបែបមកអមទីព្រោះខ្ញុំបុកហ្នឹងបែបយើងដាក់ម្ទេសដាក់អីអញ្ចឹងដូចយើងធ្វើទឹកត្រីកោះកងណាយើងដាក់អំបិលបន្តិចពីចេងបន្តិចហើយស្ករមកបន្ទាប់មកយើងបុកយើងដាក់វាអញ្ចឹងហើយបុកទៅកុំឲ្យវាខ្ទាតត្រូវមុខយើងអញ្ចឹងណាខ្ញុំធ្លាប់បុកទឹកត្រីហ្នឹងអត់ដាក់ស្ករដាក់អីមែនទេហ្នឹងវាខ្ទាតចូលភ្នែកចាហើយនេះខ្ញុំបុកម៉ត់ហើយខ្ញុំដាក់ក្រូចឆ្មាមួយផ្លែក្រូចឆ្មាខ្មែរយើងនិយាយពីទឹកល្អនោះល្អបងប្អូនមួយផ្លែទេហើយជូរឆ្ងាញ់ចម្រុះមានជាតិអត់ដូចក្រូចឆ្មាធំអត់គ្រាប់ណាក្នុងក្រូចឆ្មាមកពីគេវាមិនសូវជូរឆ្ងាញ់ដូចក្រូចឆ្មាយើងទេចាហើយទៅខ្ញុំដាក់លាយជាមួយនឹងប្រហុកបបប៉ាខ្ញុំគាត់ច្រាមដាក់ចឹងហើយយើងផ្ទាប់ជាមួយត្រីដែងស្រែយើងនោះនិយាយពីថាត្រូវជាតិត្រូវក្នួយគ្នាម៉េះហើយខ្ញុំថែមជាមួយនឹងទឹកបន្តិចចាទឹកសរបស់យើងនោះតែយើងដាក់ថែមទឹកក្តៅហើយខ្ញុំមានលាយដាក់ជាមួយនឹងម្អមព្រោះខ្ញុំទិញបានម្អមស្រែនោះយកពីក្លិនគេឈ្ងុយល្អបងប្អូនណាចាអញ្ចឹងខ្ញុំក៏ដាក់លាយចូលមកឲ្យម្អមស្រែនេះខ្ញុំទិញទុកស្លម្ជូរលហុងបុកក្តាមបងប្អូនចាំមើលណារសជាតិគេដឹងតែឆ្ងាញ់មកនេះបងប្អូនទឹកជ្រលក់ខ្ញុំបុករួចហើយចាជាតិណាបងប្អូនឃើញវាពណ៌សម្រមិនសូវស្អាតចឹងតែនិយាយពីថាជាតិតែម្ដងចាត្រូវជាមួយនឹងត្រីដែងពងស្រួយនេះចាមើលត្រីពងពេញពោះឆ្ងាញ់បងប្អូនចាដាក់ជៀនមុំពងបន្តិចនឹងគ្មានទៅជាប់ខ្ទះអីទេហើយពងត្រីដែងនោះពងចឹងនិយាយពីឆ្ងាញ់ណាបានដាក់ជាមួយនឹងបន្លែងចេះទៀតមកអូយត្រូវជាតិគ្នាណាបងប្អូនណាឥឡូវរួចរាល់ហើយមកជើញផ្សារបាយជាមួយខ្ញុំចាដាក់មួយម៉ាត់ដបងឲ្យមានជាតិចឹងណាបងប្អូនចាហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំកន្លងមកអរគុណច្រើនជំរាបលាបាយ